បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាស្វាគមន៍ជាថ្មីសម្រាប់ការសិក្សាតាមប្រព័ន្ធវីដេអូ YouTube ជាមួយលោកគ្រូថ្ងៃនេះដែរលោកគ្រូបានលើកយកមេរៀននៅក្នុងមុខវិជ្ជាភាសាខ្មែរថ្នាក់ទី5មេរៀនទី4ប្រយោជន៍នៃសារព័ត៌មានហើយខ្លឹមសារដែលយើងត្រូវសិក្សានៅថ្ងៃនេះគឺអំណានព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លអញ្ចឹងតកតងជាមួយមេរៀននេះគឺជាមេរៀនថ្មីនៅក្នុងមេរៀនទី4ណាបាទហើយនៅក្នុងមេរៀននេះយើងអត់មានន័យថាសល់កិច្ចការផ្ទះដែលយើងធ្វើពីវីដេអូមុនទេម្ល៉េះហើយយើងចាប់ផ្ដើមចូលមេរៀនថ្មីតែម្ដងអញ្ចឹងទាំងអស់គ្នាយើងត្រៀមសៀវភៅពុម្ពហើយយើងបើកមកត្រង់ទំព័រទី49និងទំព័រទី50បាទនៅក្នុងសៀវភៅពុម្ពភាសាខ្មែរទាំងចាស់ទាំងថ្មីរបស់យើងណាបាទតោះអញ្ចឹងត្រៀមខ្លួនរួចរាល់នៅបាទអញ្ចឹងយើងបន្តទៅចំណុចបន្តទៀតបាទអញ្ចឹងមុននឹងយើងចាប់ផ្ដើមចូលទៅក្នុងអត្ថបទមេរៀនរបស់យើងទាំងអស់គ្នាសូមក្រឡេកមកមើលរូបភាពនេះអញ្ចឹងរូបភាពទី1ទី2រហូតដល់រូបភាពទី6នេះគឺជាសកម្មភាពដែលគេធ្វើនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនឹងឯងបាទតាំងពីដំណាក់កាលទី1រហូតដល់ដំណាក់កាលទី6នៃការផ្សងកុសភរាជណាបាទអញ្ចឹងនេះជារូបភាពដែលអមជាមួយនឹងខ្លឹមសារនៃមេរៀនរបស់យើងតោះអញ្ចឹងឥឡូវយើងត្រៀមខ្លួនទៅអានអត្ថបទអំណានជាមួយលោកគ្រូទាំងអស់គ្នាណាបាទអញ្ចឹងតកតងជាមួយនឹងអត្ថបទអំណានបាទអំណានតកែវអញ្ចឹងកាលណាគេនិយាយពាក្យតកែវហ្នឹងមានន័យថាព័ត៌មាននេះគឺចេញមកពីខេត្តតកែវតោះណាទាំងអស់គ្នាបាទព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំ2019នេះបានប្រារព្ធឡើងកាលពីថ្ងៃទី22ខែឧសភានៅក្រុងដូនកែវខេត្តតាកែវពិធីនេះត្រូវបានប្រព្រឹត្តធ្វើឡើងយ៉ាងឱឡារិកជាទីបំផុតក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានឹងមានការចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់ថ្នាក់ដឹកនាំព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលមន្ត្រីរាជការប្រជាពលរដ្ឋនិងសិស្សានុសិស្សមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករព្រះរាជពិធីបានចាប់ផ្ដើមនៅវេលាម៉ោងប្រមាណជា8:30នាទីព្រឹកដោយមានឯកឧត្តមអ៊ូចភាជាស្ដេចមាឃយាងច្រត់ព្រះនង្គ័លព្យួរព្រះស្រែនិងលោកជំទាវស្រីប៊ុនណាដាវីជាព្រះមេហួរព្រះរាជពិធីច្រត់ព្រះនង្គ័លបានប្រព្រឹត្តទៅចំនួន3ជុំនៃវាលព្រះស្រែបន្ទាប់មកក្រុមបាគូបានដឹកគោឧសភរាជទៅកាន់ថាសមាសដែលមានអាហារនិងទឹកចំនួន7ថាសពោលគឺស្រូវ1ថាសពោត1ថាសល្ង1ថាសសណ្ដែក1ថាសស្មៅ1ថាសទឹក1ថាសនិងស្រា1ថាសផងដែរជាលទ្ធផលគោឧសភរាជបានសោយគ្រាប់ពោតច្រើនជាងគេបន្ទាប់មកគឺស្រូវនិងសណ្ដែកដែលជាប្រផ្នូលទាយថាការបង្កបង្កើនផលឆ្នាំនេះពោតទទួលបានផលល្អហើយស្រូវនិងសណ្ដែកទទួលផលល្អបង្គួរពិធីនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅពេលរដូវវស្សាចាប់ផ្ដើមហើយក្រុមព្រះបរោហិតអះអាងថាការផ្សងប្រផ្នូលតាមរយៈគោឧសភរាជនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនេះមានតាំងពីបុរាណកាលមកចឹងអត្ថបទនេះដកស្រង់និងកែសម្រួលចេញពី Facebook ទូរទស្សន៍ជាតិកម្ពុជាចុះផ្សាយនៅថ្ងៃទី22ខែឧសភាឆ្នាំ2019ចឹងក្រោយពីយើងបានអានអត្ថបទអំណានជាមួយលោកគ្រូហើយឥឡូវយើងទៅបន្តសិក្សាទៅលើពាក្យពិបាកនៅក្នុងអត្ថបទដែលលោកគ្រូបានដកស្រង់ចេញពីក្នុងអត្ថបទអំណានរបស់យើងណាបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមទៅមើលបាទពាក្យពិបាកទី1ប្រារព្ធទី2ព្រះរាជាធិបតីទី3ឥស្សរជន4ព្រឹទ្ធសភា5រដ្ឋសភា6រាជរដ្ឋាភិបាល7នង្គ័ល8លទ្ធផល9គោឧសភរាជបាទ10ព្រះបរោហិតនិង11គក្រឹកគក្រែង12ប្រជាពលរដ្ឋ13មន្ត្រីរាជការ
14កុះក15ស្ដេចមាឃ16ព្រះមេហួរ17ច្រត់18ប្រព្រឹត្ត19ប្រភ្នូល20រដូវនិងចុងក្រោយ21ពាក្យវស្សាបាទអញ្ចឹងទាំងអស់នេះគឺជាពាក្យពិបាកដែលលោកគ្រូបានដកស្រង់ចេញពីក្នុងអត្ថបទអំណាចរបស់យើងណាបាទអញ្ចឹងក្រៅពីយើងបានសិក្សាទៅលើពាក្យពិបាកហើយឥឡូវយើងបន្តទៅសិក្សាពន្យល់ពាក្យបន្តទៀតបាទដោយពាក្យទី1គឺពាក្យច្រត់ថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាសង្កត់ដោយដៃឬដោយឈើច្រត់ចំណែកឯពាក្យបន្ទាប់ប្រារព្ធថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាតាំងផ្ដើមរួចផ្ដើមផ្គងជាមុនបាទរីឯពាក្យបន្ទាប់ប្រព្រឹត្តថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាធ្វើតាមប្រតិបត្តិតាមកាន់វត្តប្រតិបត្តិរីឯពាក្យបន្តឥស្សរជនបាទថ្នាក់ពាក្យជានាមមានន័យថាជនឬបុគ្គលដែលជាអ្នកធំពាក្យបន្ទាប់ប្រធ្នូលថ្នាក់ពាក្យជានាមមានន័យថាការបូលការផ្សងឬហេតុដែលបណ្ដាលឲ្យដឹងជាមុននិងពាក្យបរហិតថ្នាក់ពាក្យជានាមមានន័យថាព្រាហ្មណ៍អ្នកបំពេញប្រយោជន៍ដល់បុរីឬនគរយើងហៅថាព្រះរាជគ្រូបាទនិងពាក្យកក្រឹកកក្រែងថ្នាក់ពាក្យជាកិរិយាវិសេសមានន័យថាពាក្យសម្រាប់ចម្រើនពាក្យលេងពាក្យធ្វើបុណ្យឲ្យប្លែកឡើងបាទអញ្ចឹងក្រោយពីយើងបានសិក្សាពន្យល់ពាក្យហើយយើងបន្តទៅសិក្សាជាមួយនឹងពាក្យផ្ទុយបន្ទាប់ទៀតបាទដោយពាក្យទី1រដូវវស្សាផ្ទុយនឹងរដូវប្រាំងហើយពាក្យទី2កំពង់ពោះផ្ទុយនឹងតូចទាបពាក្យទី3កុះកផ្ទុយនឹងតិចតួចនិងពាក្យផ្ទុយទី4កក្រឹកកក្រែងផ្ទុយនឹងស្ងាត់ជ្រងំឬស្ងាត់ជ្រាបបានដូចគ្នាណាបាទអញ្ចឹងចូលដល់ចំណុចបន្ទាប់ចូលរកន័យដូចនឹងពាក្យបាទក្រុមពាក្យក្រុមមានន័យដូចនឹងពាក្យពួកបនកងបៈនឹងគ្នាហើយចំណែកឯពាក្យយាងបាទន័យដូចមានពាក្យដើរយាត្រានិមន្តចបាទឥឡូវយើងបន្តទៅសិក្សាជាមួយនឹងពាក្យសូរដូចទាំងអស់គ្នាដែលលោកគ្រូបានលើកយកនៅក្នុងអត្ថបទយើងមកនេះគឺពាក្យរៀងអញ្ចឹងរៀងយើងមានរហូតដល់ទៅ3ពាក្យបាទរៀងទី1គឺរស្រអ៊ីនិងងបាទថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាដាក់តាមលំដាប់ឲ្យត្រូវរបៀបឲ្យត្រូវជួរឧទាហរណ៍ដាក់រៀងគ្នាចំណែកឯពាក្យរៀងមួយទៀតរស្រអ៊ីនិងងថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាចាលរអាលែងចង់លែងត្រូវការទៀតឧទាហរណ៍ខ្ញុំរៀងហើយបាទចំណែកឯពាក្យរៀងមួយទៀតរស្រអ៊ីនិងងដូចគ្នាដែរថ្នាក់ពាក្យជានាមមានន័យថាសន្តានទ្រង់ទ្រាយឧទាហរណ៍រៀងរើរៀងស្ដើងបាទនឹងចង់សំដៅទៅលើរៀងរបស់មនុស្សយើងណារៀងស្គមរៀងធាត់ដូច្នោះទៅណាអញ្ចឹងក្រៅពីយើងបានសិក្សាពាក្យពិបាកពន្យល់ពាក្យផ្ទុយពាក្យន័យដូចពាក្យសូរដូចរួចរាល់ហើយយើងបន្តទៅសិក្សាជាមួយនឹងបាទសំណួរទាំងអស់គ្នាជាមួយលោកគ្រូជាបន្តទៀតហើយសំណួរនេះគឺសំណួរទី1បាទដែលលោកគ្រូលើកឡើងយកមកនេះគឺតើព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ2019នេះប្រារព្ធធ្វើឡើងនៅឯណាហើយអ្នកណាខ្លះបានចូលរួមអញ្ចឹងទាំងអស់គ្នាសាករនឹកមើលបាទតោះឥឡូវយើងទៅពិនិត្យមើលចម្លើយជាមួយលោកគ្រូអញ្ចឹងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំ2019នេះប្រារព្ធធ្វើឡើងនៅក្រុងដូនកែវនៅក្នុងខេត្តតាកែវហើយពិធីនេះគឺអ្នកដែលចូលរួមនោះគឺមានព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងមានការចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់ថ្នាក់ដឹកនាំព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលមន្ត្រីរាជការប្រជាពលរដ្ឋនិងសិស្សានុសិស្សយ៉ាងច្រើនកុះករបាទនៅក្នុងពិធីនោះបាទចំណែកឯសំណួរទី2ជារៀងរាល់ឆ្នាំតើគេប្រារព្ធពិធីបុណ្យច្រត់ព្រះនង្គ័លនៅថ្ងៃណាខែណាតាមច័ន្ទគតិបាទអញ្ចឹងសំណួរនេះគឺមិនមាននៅក្នុងអត្ថបទអំណានទេដែលគ្រូបានដកស្រង់ណាអញ្ចឹងទាំងអស់គ្នាសាររនឹកមើលបាទអញ្ចឹងជារៀងរាល់ឆ្នាំគេប្រារព្ធពិធីបុណ្យច្រត់ព្រះនង្គ័លនេះគឺរៀងរាល់នៅថ្ងៃទី4រួចខែពិសាខបើយើងគិតរាប់តាមច័ន្ទគតិណាបាទអញ្ចឹងចូលដល់សំណួរទី3តើគេផ្សងគូសុភរាជដើម្បីអ្វីតោះរនឹកទាំងអស់គ្នាមើលបាទអញ្ចឹងគេផ្សងគោសុភរាជដើម្បីទស្សទាយការបង្កើនផលដំណាំនៅឆ្នាំថ្មីតើបានលទ្ធផលយ៉ាងណាអញ្ចឹងណាបាទកាលណាឧទាហរណ៍គោសុភរាជផ្សោយអីណាមួយច្រើនជាងគេមានន័យថាឆ្នាំហ្នឹងគឺ
ផលកសិកម្មរបស់ដែលគោសុភរាជសោយហ្នឹងគឺបានច្រើនអញ្ចឹងណាបាទអញ្ចឹងចូលដល់សំណួរទី4តើអត្ថបទនេះនិយាយអំពីអ្វីអញ្ចឹងអត្ថបទនេះគឺនិយាយអំពីពិធីបុណ្យច្រត់ព្រះនង្គ័លនៅឆ្នាំ2019ដែលគេប្រារព្ធឡើងនៅថ្ងៃទី22ខែឧសភានៅក្រុងដូនកែវនៅក្នុងខេត្តតាកែវបាទអញ្ចឹងនៅក្នុងអត្ថបទអំណានរបស់យើងនៅពេលនេះលោកគ្រូសូមបញ្ចប់តែប៉ុណ្្នឹងរាល់ចំណុចផ្សេងឬក៏ចម្ងល់ណាមួយបងប្អូនអាចខមមិនសួរលោកគ្រូបាននៅក្នុងវីដេអូរបស់លោកគ្រូអញ្ចឹងលោកគ្រូសូមបញ្ចប់មេរៀនត្រឹមប៉ុណ្នេះអរគុណច្រើនសម្រាប់ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ទាំងអស់គ្នាសូមអរគុណនិងសូមជម្រាបលា